ខ្ញុំឈ្មោះមេតាជានិស្សិតដែលទើបប្រឡងជាប់ថ្នាក់ទី12ត្រូវទៅរៀននៅទីក្រុងភ្នំពេញខ្ញុំមករៀននៅភ្នំពេញតែម្នាក់ឯងដោយមានក្តីស្រមៃចង់រៀនឲ្យបានខ្ពស់និងរកការងារល្អមួយសម្រាប់អនាគតថ្ងៃដែលខ្ញុំមកដល់ភ្នំពេញគឺជាថ្ងៃដែលអាកាសធាតុក្តៅខ្លាំងខ្ញុំស្ពាយកាបូបធំមួយនិងកាន់វ៉ាលីតូចមួយដើររកបន្ទប់ជួលនៅជិតសាកលវិទ្យាល័យខ្ញុំដើរពីកន្លែងមួយទៅកន្លែងមួយសួរគេគ្រប់ទីកន្លែងប៉ុន្តែបន្ទប់ជួលសុទ្ធតែពេញអស់ទៅហើយពេលរសៀលថ្ងៃលិចទៅហើយខ្ញុំចាប់ផ្ដើមអស់សង្ឃឹមប្រាក់ដែលខ្ញុំយកមកក៏មិនច្រើនប៉ុន្មានដែរហើយខ្ញុំមិនស្គាល់អ្នកណានៅភ្នំពេញទេនៅពេលនោះខ្ញុំបានជួបមិត្តថ្មីម្នាក់ឈ្មោះណារ៉ាគាត់ជានិស្សិតដូចគ្នាហើយរៀននៅសាកលវិទ្យាល័យជាមួយខ្ញុំឯងរកបន្ទប់ជួលបានហើយឬនៅណារ៉ាសួរនៅទេដើររកពេញមួយថ្ងៃហើយប៉ុន្តែគ្រប់កន្លែងសុទ្ធតែពេញណារ៉ាគិតមួយសន្ទុះរួចនិយាយថាខ្ញុំធ្លាប់ឮគេនិយាយថានៅខាងក្រោយផ្សារមានផ្ទះជួលមួយនៅសល់បន្ទប់ទំនេរមួយប៉ុន្តែគ្មានអ្នកណាហ៊ានជួលទេហេតុអ្វីគេថាមានរឿងចម្លែកកើតឡើងជាញឹកញាប់ខ្ញុំសើចតិចខ្ញុំមិនជឿរឿងខ្មោចទេបើនៅសល់បន្ទប់មែនខ្ញុំនឹងទៅមើលណារ៉ាក៏ជូនខ្ញុំទៅកាន់បន្ទប់ជួលនោះវាជាផ្ទះចាស់មួយមានរបងដែកច្រេះនិងដើមឈើធំមួយនៅកណ្ដាលទីធ្លាពេលឃើញផ្ទះនោះខ្ញុំមានអារម្មណ៍ចម្លែកបន្តិចតែខ្ញុំមិនបានគិតអ្វីច្រើនទេម្ចាស់ផ្ទះជួលជាស្ត្រីវ័យប្រហែល50ឆ្នាំគាត់មើលទៅមួយភ្លែតហើយសួរថាក្មួយចង់ជួលបន្ទប់មែនទេបាទមីងគាត់ស្ងៀមមួយសន្ទុះមុននិយាយថានៅសល់តែបន្ទប់លេខ01តែប៉ុណ្ណោះខ្ញុំក៏សប្បាយចិត្តភ្លាមខ្ញុំយកបន្ទប់នឹងប៉ុន្តែពេលនោះខ្ញុំសង្កេតឃើញថាទឹកមុខរបស់អ្នកមីងហាក់ដូចជាស្ទាក់ស្ទើរគាត់ដូចជាចង់និយាយអ្វីមួយប៉ុន្តែបែរជាលេបពាក្យវិញក្មួយប្រកាសហើយឬបាទអ្នកមីងគ្រាន់តែងក់ក្បាលរួចប្រគល់សោឲ្យខ្ញុំបន្ទប់01ស្ថិតនៅជាប់ជាន់ទី2ចុងផ្លូវរបៀងឆ្ងាយជាងគេនៅពេលខ្ញុំដើរដល់ខ្ញុំសង្កេតឃើញថាបន្ទប់ផ្សេងមានមនុស្សរស់នៅធម្មតាប៉ុន្តែគ្មាននរណាម្នាក់ដើរមកជិតបន្ទប់01ឡើយទ្វារបន្ទប់ចាប់ចាស់បន្តិចហើយមានស្នាមកោសជាច្រើននៅលើផ្ទៃឈើខ្ញុំបើកទ្វារចូលខាងក្នុងស្អាតគួរសមតែមានគ្រែតុសរសេរនិងទូខោអាវមួយគ្មានអ្វីគួរឲ្យសង្ស័យឡើយឃើញទេគ្មានអ្វីទេខ្ញុំនិយាយទៅកាន់ណារ៉ាមើលជុំវិញបន្ទប់មួយផ្លែតខ្ញុំមិនដឹងទេប៉ុន្តែអ្វីដែលចម្លែកទូរស័ព្ទខ្ញុំមកភ្លាមយប់នោះខ្ញុំចាប់ផ្ដើមរស់នៅក្នុងបន្ទប់01នៅម៉ោងប្រហែល11យប់ខ្ញុំកំពុងអានសៀវភៅស្រាប់តែឮសំឡេងដូចជាមានអ្នកដើរនៅខាងក្រៅទ្វារខ្ញុំគិតថាប្រហែលជាបន្ទប់ផ្សេងប៉ុន្តែសំឡេងនោះនៅតែបន្តដូចជាមាននរណាម្នាក់ដើរយឺតទៅមកទ្វារបន្ទប់របស់ខ្ញុំចេញទៅមើលប៉ុន្តែផ្លូវរបៀងនៅខាងក្រៅស្ងាត់ជ្រងំគ្មានសូម្បីតែម្នាក់ខ្ញុំត្រឡប់ចូលមកវិញទាំងឆ្ងល់តែភ្លាមនោះខ្ញុំសង្កេតឃើញរឿងមួយទ្វារទូខោអាវដែលខ្ញុំបានបិទជិតមិនដឹងហេតុអ្វីបានជាវាបើកចំហបន្តិចហើយនៅក្នុងភាពងងឹតនៃទូនោះដូចជាមានអ្វីមួយកំពុងឈរមើលខ្ញុំឈរសម្លឹងទៅកាន់ទូខោអាវទាំងបេះដូងលោតញាប់នៅក្នុងភាពងងឹតនោះខ្ញុំដូចជាឃើញស្រមោលមនុស្សម្នាក់ឈរស្ងៀមមិនកម្រើកខ្ញុំប្រមូលសេចក្តីក្លាហានដើរទៅជិតបន្តិចម្ដងពេលខ្ញុំទៅដល់មុខទូខ្ញុំចាប់ផ្ដើមបើកទ្វាររួចទាញបើកទាំងកម្លាំងខ្ញុំភ្ញាក់ផ្អើលស្ទើរតែស្រែកប៉ុន្តែខាងក្នុងទូគ្មានអ្វីសោះមានតែខោអាវរបស់ខ្ញុំដែលទើបយកមកដាក់ប៉ុណ្ណោះប្រហែលជាខ្ញុំកើតគិតច្រើនពេកហើយខ្ញុំនិយាយលួនចិត្តខ្លួនឯងមុននឹងបិទទូវិញ
យប់នោះខ្ញុំគេងទាំងមិនសូវស្រួលចិត្តលុះដល់កណ្ដាលអាធ្រាត្រខ្ញុំស្រាប់តែភ្ញាក់ឡើងដោយសារអាកាសធាតុត្រជាក់ខ្លាំងម៉ាស៊ីនកង្ហារមិនបានបើកទេបកមួយក៏បិទជិតដែរប៉ុន្តែខ្យល់ត្រជាក់បែបនេះដូចជាកំពុងផាត់មកពីក្រោមក្រែខ្ញុំអង្គុយឡើងយឺតពេលនោះខ្ញុំឮសំឡេងស្រាលជួយខ្ញុំផងខ្ញុំញ័រខ្លួនភ្លាមខ្ញុំសម្លឹងជុំវិញបន្ទប់គ្មាននរណាម្នាក់ទេប៉ុន្តែសំឡេងនោះលាន់ឡើងម្ដងទៀតជួយខ្ញុំផងលើកនេះខ្ញុំច្បាស់ណាស់ថាសំឡេងនោះចេញមកពីក្រោមក្រែខ្ញុំកាន់ពិលទូរស័ព្ទរួចលុតជង្គង់មើលក្រោមក្រែពន្លឺពិលចាំងចូលទៅគ្មានអ្វីទាំងអស់ប៉ុន្តែនៅជ្រុងម្ខាងមានក្រដាសចាស់មួយសន្លឹកបត់ទុកខ្ញុំលូកដៃយកវាចេញមកនៅលើក្រដាសនោះមានអក្សរដោយដៃសរសេរថាបើអ្នករកឃើញសំបុត្រនេះសូមកុំជឿម្ចាស់ផ្ទះជួលមានអាថ៌កំបាំងលាក់នៅក្នុងបន្ទប់01ខ្ញុំអានហើយស្រាវខ្នងខាងក្រោមមានឈ្មោះម្ចាស់សំបុត្រសុខាហើយការបរិច្ឆេទគឺកាលពី5ឆ្នាំមុនព្រឹកឡើងខ្ញុំយករឿងនេះទៅប្រាប់ណារ៉ាស្ដាប់ហើយទឹកមុខប្រែជាស្លេកមេតាខ្ញុំធ្លាប់ឮអ្នកខ្លះនិយាយថាកាលពីប្រហែលឆ្នាំមុនមាននិស្សិតម្នាក់បាត់ខ្លួននៅក្នុងបន្ទប់01នេះឈ្មោះសុខាមែនទេតារាស្ងៀមមួយសន្ទុះរួចលក់ក្បាលមែនហើយខ្ញុំមានអារម្មណ៍ដូចជាឈាមក្នុងខ្លួនត្រជាក់ទាំងអស់បើសុខាបាត់ខ្លួនហើយសម្បត្តិនេះនៅតែក្នុងបន្ទប់តើមានអ្វីកើតឡើងចំពោះគាត់ហើយហេតុអ្វីបានជាម្ចាស់ជួលមិនដែលនិយាយរឿងនេះនៅពេលនោះស្រាប់តែមានស្ត្រីចំណាស់ម្នាក់រស់នៅក្នុងបន្ទប់ក្បែរនោះដើរមកជិតពួកយើងគាត់និយាយទាំងញ័រខ្លួនក្មួយទាំងពីរបើចង់រស់នៅសូមចាក់ចេញពីបន្ទប់01មុនយប់ស្អែកហេតុអ្វីខ្ញុំសួរស្ត្រីចំណាស់សម្លឹងឆ្វេងដៃមុននឹងសឹកប្រាប់ថារាល់អ្នកដែលចូលរស់នៅបន្ទប់នោះនៅថ្ងៃទី7គេតែងតែឃើញក្មេងស្រីសក់វែងម្នាក់ឈរនៅមុខក្រែហើយថ្ងៃនេះជាថ្ងៃទី6ហើយសម្រាប់ខ្ញុំពេលឮពាក្យរបស់ស្ត្រីចំណាស់នោះខ្ញុំនិងណារ៉ាសម្លឹងមុខគ្នាទាំងមិននិយាយអ្វីទាំងអស់ថ្ងៃទី6មានន័យថានៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះលោកជីដឹងអ្វីខ្លះទៀតខ្ញុំសួរទាំងអន្ទះសារស្ត្រីចំណាស់ដកដង្ហើមវែងខ្ញុំរស់នៅជាងទីនេះជាង10ឆ្នាំហើយកាលពីមុនបន្ទប់01មិនមានអ្វីទេប៉ុន្តែបន្ទាប់ពីក្មេងស្រីម្នាក់ស្លាប់ក្នុងបន្ទប់នោះអ្វីក៏ចាប់ផ្ដើមប្រែប្រួលក្មេងស្រីបាទនាងឈ្មោះស្រីពេជ្រជានិស្សិតដូចក្មួយខ្ញុំចាប់តាមមានអារម្មណ៍មិនស្រួលស្ត្រីចំណាស់បន្តថាក្រោយពីនាងស្លាប់មនុស្សជាច្រើនដែលចូលនៅក្នុងបន្ទប់នោះតែងតែឮសំឡេងយំហើយស្រមោលស្ត្រីម្នាក់ហើយខ្លះសូម្បីតែបាត់ខ្លួនដោយគ្មានដំណឹងហើយសុខាវិញគាត់ជាមនុស្សចុងក្រោយដែលបាត់ខ្លួនខ្ញុំស្ងៀមមិននិយាយយប់នោះខ្ញុំនិងតារាសម្រេចចិត្តស្នាក់នៅក្នុងបន្ទប់01ជាមួយគ្នាតារាមិនចង់ឲ្យខ្ញុំនៅម្នាក់ឯងទេម៉ោង10យប់អ្វីធម្មតាម៉ោង11យប់នៅតែស្ងាត់ប៉ុន្តែពេលម៉ោង12ដំឡូងអាធ្រាត្រស្រាប់តែអំពូលភ្លើងក្នុងបន្ទប់ចាប់ផ្ដើមភ្លឺភ្លឹបភ្លែតតារាចាប់ដៃខ្ញុំជាប់ឯងឃើញទេខ្ញុំងក់ក្បាលទាំងបដូនលួតញាប់បន្ទាប់មកសំឡេងយំរបស់នារីម្នាក់បានលាន់ឡើងពីខាងក្រៅទ្វារសំឡេងនោះពីរោះប៉ុន្តែគួរឲ្យខ្លាចខ្លាំងវាដូចមនុស្សកំពុងឈឺចាប់យ៉ាងខ្លាំងភ្លាមនោះមានអ្នកគោះទ្វារ3ដងខ្ញុំនិងតារាសម្លឹងមុខគ្នាគ្មានអ្នកណាហ៊ានទៅបើកទ្វារឡើយប៉ុន្តែសំឡេងគោះកាន់តែខ្លាំងឡើងភ្លាមនោះទ្វារបន្ទប់ក៏បើកដោយខ្លួនឯងយឺតខ្យល់ត្រជាក់មួយបក់ចូលមកហើយនៅចុងផ្លូវរបៀងមានស្ត្រីសក់វែងម្នាក់ឈរនៅទីនោះសក់របស់នាងបាំងមុខទាំងស្រុងនាងស្លៀករ៉ូបពណ៌សចាស់ដៃទាំងពីររបស់នាង
ធ្លាក់សំយ៉ងណារ៉ាស្ទើរតែស្រែកនាងនឹងហើយស្ត្រីនោះមិនដើរទេប៉ុន្តែរាងកាយរបស់នាងបែរជារអិលមកមុខបន្តិចម្ដងរហូតមកដល់មុខទ្វារបន្ទប់ភ្លាមនោះនាងលើកក្បាលឡើងយឺតសក់វែងក៏របើកចេញខ្ញុំឃើញមុខរបស់នាងស្លេកស្លាំងហើយភ្នែកទាំងពីរពោពេញដោយទឹកភ្នែកប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើលជាងគេគឺនាងមិនបានសម្លឹងមកពួកយើងទេនាងបែរជាលើកដៃចង្អុលទៅជញ្ជាំងខាងក្រោយទូខោអាវបន្ទាប់មកនាងនិយាយតែមួយម៉ាត់រកវាហើយរូបរាងរបស់នាងក៏បាត់ទៅក្នុងខ្យល់ខ្ញុំនិងណារ៉ាទៅរត់ទៅកាន់ទូខោអាវភ្លាមនៅពេលរើទូចេញពួកយើងស្រាប់តែឃើញស្នាមបិទស៊ីម៉ង់ចម្លែកមួយនៅលើជញ្ជាំងដូចជាមានអ្នកព្យាយាមលាក់អ្វីមួយនៅពីក្រោយវាខ្ញុំនិងណារ៉ាសម្លឹងទៅកាន់ជញ្ជាំងដែលមានស្នាមស៊ីម៉ង់បិទនោះទាំងភ័យផងឆ្ងល់ផងវាហាក់ដូចជាត្រូវបានជួសជុលថ្មីជាផ្នែកផ្សេងនៃជញ្ជាំងតើអ្វីនៅខាងក្នុងណារ៉ាសួរខ្ញុំក្រវីក្បាលខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគិតថានេះហើយជាអាថ៌កំបាំងរបស់បន្ទប់01ព្រឹកឡើងពួកយើងបានទៅទិញញញួរនិងដែកឆាបមួយមកនៅពេលត្រឡប់មកវិញខ្ញុំសង្កេតឃើញម្ចាស់ផ្ទះជួលកំពុងឈរមើលបន្ទប់01ពីចម្ងាយទឹកមុខរបស់គាត់ហាក់ដូចជាព្រួយបារម្ភខ្លាំងក្មួយទាំងពីរនៅទីនេះសុខសប្បាយទេឬគាត់សួរសុខសប្បាយតើមីងខ្ញុំឆ្លើយប៉ុន្តែមិនប្រាប់រឿងជញ្ជាំងឡើយនៅពេលម្ចាស់ផ្ទះដើរចេញផុតណារ៉ាក៏បិទទ្វារបន្ទប់ជិតបន្ទាប់មកពួកយើងចាប់ផ្ដើមវាយស៊ីម៉ង់នោះស៊ីម៉ង់ក៏បែកចេញបន្តិចម្ដងមួយសន្ទុះក្រោយមកក៏លេចចេញជាប្រហោងតូចមួយខ្យល់ត្រជាក់មួយបានបក់ចេញពីខាងក្នុងខ្ញុំយកពិលចាំងមើលនៅក្នុងប្រហោងនោះមានប្រអប់ឈើចាស់មួយពួកយើងប្រឹងទាញវាចេញមកប្រអប់នោះមានធូលីដីនិងមានសោច្រេះជាប់ណារ៉ាវាយសោបំបែកពេលបើកគម្របឡើងពួកយើងស្ទើរតែឈប់ដកដង្ហើមនៅខាងក្នុងមានរូបថតចាស់ជាច្រើនសន្លឹកសៀវភៅកំណត់ហេតុមួយក្បាលនិងខ្សែកមាសមួយខ្សែខ្ញុំរើសសៀវភៅកំណត់ហេតុមកអាននៅទំព័រដំបូងមានឈ្មោះម្ចាស់សៀវភៅស្រីពេជ្រដៃរបស់ខ្ញុំចាប់ដើមញ័រនេះជាគឺក្មេងស្រីដែលនិយាយថាបានស្លាប់នៅក្នុងបន្ទប់នេះខ្ញុំបើកអានទំព័រចុងក្រោយអក្សរនៅទីនោះសរសេរទាំងញញេញញៃដូចជាមនុស្សកំពុងភ័យខ្លាចខ្លាំងបើអ្នកបានអានសៀវភៅនេះសូមជួយខ្ញុំផងខ្ញុំមិនបានសម្លាប់ខ្លួនទេមានមនុស្សចង់បិទមាត់ខ្ញុំបើខ្ញុំបាត់ខ្លួនសូមកុំជឿអក្សរនៅទីនោះត្រូវបានបញ្ចប់ភ្លាមដូចជាមានអ្នកសរសេរមិនទាន់បានសរសេរចប់ផងខ្ញុំនិងណារ៉ាសម្លឹងមុខគ្នានោះមានន័យថាការស្លាប់របស់ស្រីពេជ្រប្រហែលមិនមែនជាគ្រោះថ្នាក់ទេភ្លាមនោះសំឡេងទ្វារបន្ទប់ក៏បើកខ្លាំងពួកយើងភ្ញាក់ក្រងាងម្ចាស់ផ្ទះជួលឈរនៅមុខទ្វារទឹកមុខរបស់គាត់ប្រែជាស្លេកភ្នែករបស់គាត់សម្លឹងទៅប្រអប់ឈើក្មួយមួយរកឃើញវាហើយឬសំឡេងរបស់គាត់ញ័រខ្លាំងហើយនៅពេលនោះខ្ញុំដឹងថាម្ចាស់ផ្ទះជួលប្រកាសជាលាក់អាថ៌កំបាំងអ្វីមួយអស់ជាច្រើនឆ្នាំមកហើយខ្ញុំនិងណារ៉ាឈរសម្លឹងផ្ទះជួលទាំងស្ងៀមស្ងាត់អ្នកមីងកាន់តែស្លេកមកពេលឃើញប្រអប់ឈើនិងសៀវភៅកំណត់ហេតុរបស់ស្រីពេជ្រអ្នកមីងស្គាល់របស់ទាំងនេះមែនទេខ្ញុំសួរគាត់មិនឆ្លើយភ្លាមទេគាត់អង្គុយចុះនៅលើកៅអីក្បែរនោះហើយដកដង្ហើមវែងអ្នកមីងលាក់សាច់រឿងនេះអស់ជាច្រើនឆ្នាំមកហើយខ្ញុំនិងណារ៉ាស្ដាប់ដោយយកចិត្តទុកដាក់កាលពីជាង7ឆ្នាំមុនស្រីពេជ្រមកជួលបន្ទប់01នាងជាមនុស្សស្លូតបូតនិងឧស្សាហ៍រៀនណាស់អ្នកមីងបន្តទាំងសម្លេងសោកសៅប៉ុន្តែថ្ងៃមួយនាងបានមកប្រាប់អ្នកមីងថាមានមនុស្សម្នាក់តាមដាននាងមើលទៅភ័យខ្លាចខ្លាំងណាស់បន្ទាប់មកមានអ្វីកើតឡើងណារ៉ាសួរ3ថ្ងៃក្រោយមកនាងក៏បាត់ខ្លួនបន្ទប់ទាំងមូលស្ងាត់ជ្រងំហើយប៉ូលីសរកមិនឃើញនាងទេខ្ញុំសួរអ្នកមីងក្រវីក្បាលរកមិនឃើញទេមួយរយៈក្រោយមកគេសន្និដ្ឋានថានាងប្រហែលជាចាក់ចេញទៅកន្លែងផ្សេងហើយមើលទៅខ្ញុំក្រឡេកមើលទៅសៀវភៅកំណត់ហេតុប៉ុន្តែអ្វីដែលស្រីពេជ្រសរសេរមុនបាត់ខ្លួន
មិនដូចជាអ្វីដែលចង់ចាក់ចេញដោយខ្លួនឯងឡើយភ្លាមនោះខ្ញុំនឹកឃើញរូបថតចាស់ចាស់ក្នុងប្រអប់ខ្ញុំរើមួយសន្លឹកឡើងមើលវាជារូបស្រីពេជ្រឈរជាមួយបុរសម្នាក់ប៉ុន្តែមុខរបស់នោះត្រូវបានខ្វេះចេញដោយវត្ថុមុតស្រួចនៅខាងក្រោយរូបថតមានអក្សរសរសេរថាខ្ញុំខ្លាចគាត់មានអារម្មណ៍ស្រាវឆ្អឹងខ្នងភ្លាមនៅពេលនោះស្រាប់តែខ្យល់ត្រជាក់មួយបក់កាត់បន្ទប់អំពូលភ្លើងចាប់ផ្ដើមភ្លឺភ្លឹបភ្លែតហើយសម្លេងស្ត្រីក៏លាន់ឡើងម្ដងទៀតរកការពិតលើកនេះមិនមែនខ្ញុំម្នាក់ឯងទេដែលឮណារ៉ានិងអ្នកមីងក៏ឮដូចគ្នាភ្លាមនោះទំព័រចុងក្រោយនៃសៀវភៅកំណត់ហេតុបានបកដោយខ្លួនឯងមានក្រដាស់តូចមួយធ្លាក់ចេញពីខាងក្នុងខ្ញុំរើវាឡើងនៅក្រដាស់នោះមានអាស័យដ្ឋានមួយដែលស្រីពេជ្របានសរសេរទុកហើយនៅខាងក្រោមមានប្រយោគមួយថាបើខ្ញុំមានរឿងអាក្រក់កើតឡើងសូមទៅរកការពិតនៅកន្លែងនេះខ្ញុំនិងណារ៉ាសម្លឹងមើលអាស័យដ្ឋាននោះវាជាផ្ទះចាស់មួយនៅជាយក្រុងភ្នំពេញប្រហែលជាកន្លែងអាចលាក់ចម្លើយទាំងអស់ប៉ុន្តែពួកយើងមិនទាន់ដឹងទីថាអ្វីដែលកំពុងរងចាំពួកយើងនៅទីនោះគឺគួរឲ្យខ្លាចជាងខ្មោចក្នុងបន្ទប់01ទៅទៀតព្រឹកថ្ងៃបន្ទាប់ខ្ញុំនិងតារានិងអ្នកមីងម្ចាស់ផ្ទះជួលបានសម្រេចចិត្តទៅកាន់អាស័យដ្ឋានដែលស្រីពេជ្របានបន្សល់ទុកទីនោះជាផ្ទះឈើចាស់មួយស្ថិតនៅដីទំនេរដែលស្មៅដុះខ្ពស់ទ្វារបិទជិតហើយគ្មានសញ្ញាថាមានមនុស្សរស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយពួកយើងរុញទ្វារចូលយឺតខាងក្នុងមានធូលីដីគ្របដណ្ដប់គ្រប់ទីកន្លែងនៅពេលលើជញ្ជាំងមានរូបថតចាស់ៗជាច្រើនចម្លាក់ពេលខ្ញុំដើរទៅជិតខ្ញុំភ្ញាក់ផ្អើលក្នុងរូបថតមួយនោះមានស្រីពេជ្រហើយនៅក្បែរនាងគឺបុរសដែលមានមុខមាត់ត្រូវបានខ្វេះចោលក្នុងរូបថតនោះនៅបន្ទប់01ណារ៉ាចង្អុលទៅប្រអប់ដែលនៅជ្រុងបន្ទប់ពេលបើកវាចេញពួកយើងបានរកឃើញឯកសារនិងសម្បត្តិជាច្រើនបន្ទាប់ពីអានអស់ជាច្រើនសន្លឹកទើបការពិតត្រូវបានលាតត្រដាងបុរសនោះឈ្មោះវុធីគាត់ធ្លាប់ជាមិត្តប្រុសរបស់ស្រីពេជ្រប៉ុន្តែក្រោយមកគាត់ក្លាយជាមនុស្សប្រច័ណ្ឌខ្លាំងនិងតែងតែតាមដាននាងគ្រប់ទីកន្លែងនៅក្នុងសុបត្តិចុងក្រោយស្រីពេជ្រសរសេរថាបើខ្ញុំបាត់ខ្លួនសូមដឹងថាខ្ញុំមិនបានរត់ចេញទេខ្ញុំខ្លាចវុធីគាត់គំរាមខ្ញុំជាញឹកញាប់ខ្ញុំនិងណារ៉ាសម្លឹងមុខគ្នាទីបំផុតពួកយើងយល់ហើយថាហេតុអ្វីស្រីពេជ្រតែងតែបង្ហាញខ្លួននិងសុំឲ្យរកការពិតបន្ទាប់មកពួកយើងបានយកឯកសារទាំងអស់ទៅប្រគល់ឲ្យសមត្ថកិច្ចដើម្បីឲ្យពួកគេបន្តស្រាវជ្រាវករណីដែលបានបាត់បង់អស់ជាច្រើនឆ្នាំពី3សប្តាហ៍ក្រោយមកសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីជាច្រើនដែលអាចបញ្ជាក់ពីការបាត់ខ្លួនរបស់ស្រីពេជ្រទោះបីជារឿងនោះបានកើតឡើងជាយូរឆ្នាំក៏ដោយការពិតទីបំផុតត្រូវបានបង្ហាញយប់មួយខ្ញុំបានត្រឡប់មកបន្ទប់01ជាលើកចុងក្រោយដើម្បីប្រមូលសម្ភារៈរបស់ខ្ញុំពេលខ្ញុំរៀបចំរួចហើយខ្ញុំក៏សម្លឹងទៅកាន់កញ្ចក់បន្ទប់នៅក្នុងកញ្ចក់នោះខ្ញុំបានឃើញស្រីពេជ្រពីក្រោយខ្ញុំប៉ុន្តែលើកនេះនាងមិនមានទឹកមុខសោកសៅដូចមុនទៀតទេនាងកំពុងញញឹមជាស្នាមញញឹមដ៏ស្ងប់ស្ងាត់និងពោពេញដោយដឹងគុណនាងងក់ក្បាលបន្តិចដូចជាកំពុងនិយាយថាអរគុណបន្ទាប់មករូបរាងរបស់នាងក៏រសាត់បាត់ទៅយឺតខ្យល់ត្រជាក់ដែលធ្លាប់មានក្នុងបន្ទប់ក៏បាត់ទៅដែរចាប់តាំងពីពេលថ្ងៃនោះមកមិនមានអ្វីអ្នកឃើញស្រីពេជ្រទៀតឡើយបន្ទាប់01ក៏ត្រឡប់ទៅជាបន្ទប់ធម្មតាវិញរីឯខ្ញុំនិងតារាក៏បន្តសិក្សារហូតដល់បញ្ចប់សាកលវិទ្យាល័យប៉ុន្តែរឿងមួយដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺពេលខ្លះខ្មោចមិនមែនតែងតែចង់ធ្វើបាបមនុស្សទេខ្មោចខ្លះគ្រាន់តែចង់ឲ្យនរណាម្នាក់ជួយបង្ហាញការពិតដែលត្រូវលាក់បាំងអស់ជាច្រើនឆ្នាំប៉ុណ្ណោះ